សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺស្វាគមន៍មកកាន់ channel របស់ខ្ញុំនេះគឺជាវីដេអូដំបូងដែលខ្ញុំនឹងធ្វើការមកនិយាយអំពីថាតើអ្វីគឺជាគោលដៅនៃជីវិតអ្វីជាអត្ថន័យនៃជីវិតយ៉ាងពិតប្រាកដយើងតែងទៅលើសំណួរនេះជាច្រើនតែក៏មិនដឹងថាវាមានន័យយ៉ាងដូចម្តេចស្ដាប់ទៅវាហាក់បីដូចជារឿងសាមញ្ញមួយដែលអ្នកណាក៏អាចដឹងបានអំពីគោលដៅជីវិតរបស់ខ្លួនក៏ប៉ុន្តែយើងមិនបានដឹងឡើយថាតើជីវិតយើងឆ្លងកាត់អីខ្លះតើការឆ្លងកាត់នោះតើវាមានអត្ថន័យយ៉ាងដូចម្តេចខ្លះអញ្ចឹងដំបូងគឺយើងនិយាយអំពីជីវិតទូទៅរបស់យើងជាធម្មតាយើងម្នាក់តែងតែប្រឹងប្រែងរៀនសូត្រធ្វើការប្រកបរបរចិញ្ចឹមជីវិតរបស់ខ្លួនទាំងយប់ទាំងថ្ងៃប្រឹងអស់ពីកម្លាំងកាយចិត្តដើម្បីបានចំណូលមកដើម្បីផ្គត់ផ្គង់ចំណែកអ្នកខ្លះទៀតក៏មិនដឹងអំពីគោលដៅជីវិតរបស់ខ្លួនឯងពិបាកនៅក្នុងការរស់នៅកើតជំងឺបាក់ទឹកចិត្តអីជាដើមប៉ុន្តែយើងអាចបកក្រោយមកបន្តិចដើម្បីកលេចមើលជីវិតរបស់ខ្លួនឯងវិញថាតើជីវិតដែលយើងកំពុងតែធ្វើដំណើរនេះតើវាដល់ណាហើយតើវាដល់គោលដៅជីវិតរបស់យើងឬនៅតើវាបានប្រមាណភាគរយហើយតើយើងធ្វើរឿងទាំងអស់នេះដើម្បីអ្វីបន្ទាប់ពីទទួលបានរឿងទាំងនេះអស់ហើយតើយើងនឹងធ្វើអ្វីបន្តទៀតបន្ទាប់ពីសួរខ្លួនឯងដាស់តឿនខ្លួនឯងប៉ុន្មានសំណួរមកយើងចាប់ផ្ដើមកត់សម្គាល់ថាខ្លួនហាក់បីដូចជាសត្វកណ្ដុរមួយដែលកំពុងតែរត់ទៅរកចំណីរហូតដល់ថ្ងៃមួយក៏ស្លាប់ទៅវិញហើយក៏មិនដឹងទទួលបានអ្វីទាំងអស់នេះបានន័យថាជីវិតយើងប្រឹងប្រែងរកចំណូលផ្សេងរហូតដល់ពេលមួយដែលយើងអស់កម្លាំងហើយយើងក៏ស្លាប់ទៅវិញដល់ចំណុចមួយនេះយើងក៏លេចមើលជីវិតរបស់ខ្លួនឯងវិញយើងកើតមកបើកភ្នែកមើលពិភពលោកមួយនេះជាពេលដែលយើងដែលឪពុកម្ដាយយើងចិញ្ចឹមបីបាច់ឲ្យពេញរូបរាងហើយក៏ជាពេលដើម្បីក្រេបយកចំណេះដឹងឲ្យបានយល់ដឹងអំពីពិភពលោកមួយនេះដើម្បីឲ្យការរស់នៅមានភាពងាយស្រួលបន្តមកទៀតក៏យើងរើសយកជំនាញសិក្សាហើយក៏បន្តធ្វើការរកស៊ីហើយក៏មានគ្រួសារត្រូវចិញ្ចឹមបីបាច់កូននិងរ៉ាប់រងគ្រួសាររបស់ខ្លួនក្រោយពីប្រឹងប្រែងអស់ហើយក៏ចាស់មានជំងឺហើយក៏ស្លាប់ទៅវិញនេះជារឿងដំណាក់កាលសាមញ្ញរបស់ជីវិតមនុស្សយើងការស្លាប់នោះគឺមិនទទួលបានអ្វីទាំងអស់យើងកើតមកក៏មិនទទួលបានអ្វីការស្លាប់ក៏មិនទទួលបានអ្វីហើយជីវិតនេះក៏បន្តចុះឡើងរហូតប្រៀបដូចជាវដ្តនៃជីវិតរបស់មនុស្សជាតិមនុស្សយើងហាក់បីដូចជាប្រឹងប្រែងធ្វើឬគ្រប់យ៉ាងរហូតដល់ថ្ងៃស្លាប់ទៅដល់ហើយហាក់បីដូចជាជីវិតនេះមិនមានន័យអ្វីទាំងអស់តែយើងប្រឹងប្រែងគ្រប់យ៉ាងដើម្បីអ្វីតើវាជារឿងសំខាន់ទេដែលយើងត្រូវតែគិតគូរអំពីរឿងទាំងអស់នេះរឿងទាំងអស់នេះយើងហាក់បីដូចជាគិតថាសម្រាប់តែមនុស្សដែលមានពេលទំនេរតែប៉ុណ្ណោះដែលអាចយល់ឃើញរឿងទាំងអស់នេះក៏ប៉ុន្តែរឿងដែលសំខាន់តើរឿងទាំងអស់នេះអាចជួយអ្វីខ្លះដល់ការរស់នៅប្រចាំថ្ងៃរបស់យើងចំណុចចម្បងនោះវាអាចជួយយើងបានច្រើនយើងដឹងហើយថាសកម្មភាពយើងប្រចាំថ្ងៃគឺធ្វើឡើងកំណត់នៅគោលដៅយ៉ាងច្បាស់លាស់ចុះបើយើងដឹងអំពីគោលដៅរបស់ខ្លួនតែយើងនឹងធ្វើអ្វីខ្លះក្នុងមួយថ្ងៃដើម្បីសម្រេចគោលដៅរបស់ខ្លួននេះហើយគឺជាចំណុចចាប់ផ្ដើមនៃការស្វែងរកគោលដៅរបស់ខ្លួនការគិតគូរអំពីអត្ថន័យនៃជីវិតនេះគឺមានចំណុចសំខាន់ជាច្រើនដែលមានដូចជានៅពេលដែលយើងបានយល់ដឹងអំពីគោលដៅនៃជីវិតរបស់ខ្លួនបង្កើតអត្ថន័យនៃជីវិតរបស់ខ្លួនឲ្យមានន័យនោះយើងនឹងបង្កើតឲ្យមានលំនឹងនៃជីវិតដែលមិនអាចធ្វើឲ្យយើងរេរាចាក់ចេញពីកន្លងនៃគោលដៅរបស់យើងបានឡើយចំណុចទី2គឺការរស់នៅមានន័យសម្រាប់ជីវិត
គឺការរស់នៅរបស់យើងគឺគ្រប់យ៉ាងគឺតែងតែមានន័យមិនមែនជាការរស់នៅបែបជាការគ្រាន់តែរស់ដើម្បីតែកំណត់ពិភពលោកមួយនេះនោះទេស្គាល់សេចក្តីសុខនៃជីវិតមួយនេះយ៉ាងពិតប្រាកដនៅពេលដែលយើងស្គាល់អំពីអត្ថន័យនៃជីវិតនោះសេចក្តីសុខរបស់យើងនឹងកើតមានជាហូរហែទោះបីជាយើងកេងទោះបីជាយើងធ្វើអីមួយក៏ដោយអ្វីទាំងអស់គឺសុទ្ធតែជាសេចក្តីសុខរបស់យើងទី4មិនខ្លាចចំពោះហានិភ័យមួយចំនួនដែលកើតមានក្នុងជីវិតនិងមានភាពក្លាហានការដែលយល់អំពីអត្ថន័យនៃជីវិតការដែលទទួលស្គាល់ការកើតចាស់ឈឺស្លាប់គឺมันអាចធ្វើឲ្យរឿងមួយចំនួនខ្លាចជារឿងដែលធ្វើឲ្យយើងភ័យខ្លាចនោះទេទី5មានចិត្តល្អនិងការរស់នៅដោយសន្តិភាពចំណុចនេះគឺចង់សង្កត់ធ្ងន់ទៅលើការដែលចេះចែករំលែកការដែលចេះរស់នៅជាមួយគ្នាដោយសុភមង្គលជាមួយនឹងមនុស្សជាតិដូចគ្នាយើងត្រូវតែចំណាំថាយើងគឺរស់នៅក្នុងភពផែនដីហើយភពផែនដីនេះគឺជាភពដែលទូចល្អិតបំផុតបើយើងប្រៀបទៅនឹងសកលលោកដ៏ធំល្វឹងល្វើយដែលមនុស្សយើងមិនអាចនឹកស្មានដល់ការកើតចាស់ឈឺស្លាប់របស់យើងមិនអាចមានគោលដៅយ៉ាងពិតប្រាកដនោះទេការរស់នៅក្នុងផែនដីនេះគឺមិនមាននរណាដែលមកកំណត់គោលដៅយើងនោះទេយើងហាក់បីដូចជាភាវល្អិតទូចមួយរស់នៅក្នុងភពផែនដីនេះហើយក៏ស្លាប់ទៅវិញហេតុផលនោះគឺការរស់នៅដូចជាការរៀនសូត្រការប្រឹងប្រែងធ្វើការគឺជារបៀបរស់នៅដែលមនុស្សយើងបានបង្កើតឡើងដើម្បីតែរស់នៅក្នុងភពផែនដីនេះឲ្យបានយូរអង្វែងតែប៉ុណ្ណោះប៉ុន្តែមនុស្សយើងមានលទ្ធភាពរស់នៅតែ100ឆ្នាំប៉ុណ្ណោះបន្តទៅទៀតក៏មានមនុស្សចំនួនក្រោយរស់នៅបន្តពីមួយចំនួនទៅមួយចំនួនសរុបមកវិញការរស់នៅសពថ្ងៃគឺជាវិធីនៃការរស់នៅតែប៉ុណ្ណោះមិនមែនជាគោលដៅពិតប្រាកដនោះទេគោលដៅពិតប្រាកដរបស់មនុស្សយើងគឺយើងជាអ្នកបង្កើតដោយខ្លួនឯងមកដល់ចំណុចនេះគឺយើងទទួលបានចម្លើយហើយគឺគោលដៅនៃជីវិតគឺគ្មានចម្លើយគឺមាននៅក្នុងខ្លួនយើងម្នាក់ដូច្នេះមនុស្សយើងចាំបាច់ត្រូវបង្កើតនូវគោលដៅផ្ទាល់ខ្លួនបង្កើតនូវអ្វីដែលខ្លួនឯងចង់បានហើយរីករាយក្នុងការសម្រេចវាក្នុងដំណើរដែលឈានទៅរកគោលដៅរបស់ខ្លួននេះគឺជាសេចក្តីសុខពិតប្រាកដហើយក៏ជាន័យពិតប្រាកដរបស់មនុស្សយើងផងដែរអត្ថន័យនៃជីវិតរបស់មនុស្សជាទូទៅគឺមានដូចជាទី1បង្កើតកូនអប់រំពួកគេកសាងពួកគេឲ្យក្លាយជាមនុស្សជំនាន់ក្រោយយ៉ាងល្អទី2គឺបង្កើតនូវអ្វីដែលថ្មីស្រាវជ្រាវនូវអ្វីដើម្បីជួយដល់មនុស្សជំនាន់ក្រោយទី3គ្រាន់តែមានបទពិសោធន៍ជាមួយវាគឺគ្រាន់តែក្រេបយកនៅបទពិសោធន៍នៃជីវិតមួយនេះដ៏មានន័យបំផុតដូចជាការសប្បាយការត្រេកអរសេចក្តីស្រឡាញ់ភាពជោគជ័យចំណាយពេលជាមួយធម្មជាតិជាដើមជាចុងក្រោយគោលដៅនៃជីវិតក្នុងការរស់នៅគឺមិន serious ពេកទេមិនប្រកាសថាយើងត្រូវតែធ្វើវាដើម្បីនរណាម្នាក់នោះទេចុងក្រោយគឺយើងស្វែងរកនូវសេចក្តីសុខជូនខ្លួនឯងតែប៉ុណ្ណោះយើងចង់បានអ្វីដែលយើងចង់បានតែប៉ុណ្ណោះដូច្នេះក្នុងជីវិតមួយនេះចំណាយពេលជាមួយមនុស្សដែលយើងស្រឡាញ់បង្កើតនូវគោលដៅផ្ទាល់ខ្លួនរីករាយក្នុងជីវិតមួយនេះចំណាយពេលជាមួយមនុស្សដែលយើងស្រឡាញ់បង្កើតនូវគោលដៅផ្ទាល់ខ្លួននិងរីករាយក្នុងដំណើរជីវិតមួយនេះចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្ណេះទេសង្ឃឹមថាវាបានជាគុណប្រយោជន៍ដល់បងប្អូនទាំងគ្នានិងអាចលើកទឹកចិត្តបងប្អូនមួយចំនួនដែលកំពុងតែមានវិបត្តិផ្លូវចិត្តផងដែរបាទសូមអរគុណ